ទីក្រុងបុរាណអស្ចារ្យបំផុតចំនួន8នៅក្នុងពិភពលោកអរិយធម៌របស់មនុស្សនៅពេលដែលឡើងទៅដល់ចំណុចកំពូលហើយតែងតែធ្លាក់ចុះមកវិញវាហាក់ដូចជាវដ្តនៃអរិយធម៌របស់មនុស្សនៅលើផែនដីនៅក្នុងអតីតកាលមនុស្សធ្លាប់មានអរិយធម៌ដ៏រុងរឿងហើយបានកសាងទីក្រុងអស្ចារ្យជាច្រើនប្រសិនបើមនុស្សនៅក្នុងពេលបច្ចុប្បន្នមិនធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅទេនោះច្បាស់ណាស់ប្រកាសជាមិនដឹងទេថាកាលពីអតីតកាលរាប់ពាន់ឆ្នាំមុនមនុស្សធ្លាប់បានកសាងទីក្រុងអស្ចារ្យជាច្រើនកន្លែងប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះវាបានคล้ายទៅជាបំណែកដីអស់ទៅហើយនៅក្នុងវីដេអូនេះសូមអញ្ជើញលោកអ្នកទៅស្គាល់ទីក្រុងអស្ចារ្យបំផុតចំនួន8ដែលត្រូវបានគេកសាងឡើងកាលពីសម័យបុរាណតើប្រិយមិត្តចង់ដឹងទេទីក្រុងអស្ចារ្យទាំង8នោះត្រូវបានគេកសាងឡើងនៅទីកន្លែងណាខ្លះវាបានឡើងคล้ายទៅជាទីក្រុងដ៏អស្ចារ្យដោយសារអ្វីនិងធ្លាក់ចុះទៅវិញដោយសារតែអ្វីខ្លះទី1ទីក្រុង Memphis របស់អេស៊ីបទីក្រុងនេះគឺជារាជធានីរបស់អេស៊ីបបុរាណត្រូវបានគេជឿថាកសាងឡើងតាំងពី2925ឆ្នាំមុនគ្រិស្តសករាជហើយត្រូវបានកសាងឡើងដោយរាជារបស់អេស៊ីបបុរាណដែលមានព្រះនាមថា Menes ព្រះចៅ Menes ត្រូវបានគេទទួលស្គាល់ថាជារាជារបស់អេស៊ីបបុរាណដែលបានបង្រួមទឹកដីអេស៊ីបលើនិងអេស៊ីបក្រោមបញ្ចូលគ្នានៅពេលសាងសង់ទីក្រុង Memphis ដំបូងទីក្រុងនេះមានពណ៌សគឺដើម្បីឲ្យដូចគ្នាជាមួយនឹងពណ៌របស់រាជវាំងរបស់ស្ដេច Menes លុះចូលមកដល់ម្ដុំឆ្នាំ2100មុនគ្រិស្តសករាជទីក្រុង Memphis ត្រូវបានគេបដូរឈ្មោះទៅជា Mennephis គឺដាក់ទៅតាមឈ្មោះរបស់រាជវង្សទី6របស់អេស៊ីបទេវៈដែលត្រូវបានគេគោរពបូជាធំបំផុតនៅក្នុងទីក្រុង Memphis គឺទេវៈបតាដែលជាទេវៈបង្កើតលោករួមជាមួយនឹងមហេសីរបស់ព្រះអង្គដែលមានព្រះនាមថា Sigmund នៅក្នុងទីក្រុងមួយនេះគេបានបង្កើតព្រះវិហារដ៏ធំមួយសម្រាប់បូជាទៅដល់ទេវៈបតាប៉ុន្តែក្រោយមកព្រះវិហារនេះរួមជាមួយនឹងពីរ៉ាមីតជីសាក៏ដូចជារូបសំណាក The Great Sphinx ត្រូវបានគេបំផ្លាញចោលបន្តិចម្ដងទីក្រុង Memphis គឺជាមណ្ឌលសាសនានិងរដ្ឋបាលដ៏សំខាន់បំផុតរបស់អេស៊ីបរាប់ចាប់តាំងពីពេលបង្កើតរហូតមកដល់ដើមគ្រិស្តសករាជនៅពេលដែលឥទ្ធិពលសាសនាគ្រិស្តចាប់ផ្ដើមរាលដាលចូលទៅកាន់ទឹកដីអេស៊ីបនៅដើមគ្រិស្តសករាជរហូតមកដល់គ្រិស្តសករាជទី5ទីក្រុង Memphis ចាប់ផ្ដើមធ្លាក់ចុះដោយទីសក្ការៈបូជាផ្សេងៗនៅក្នុងទីក្រុងមួយនេះដល់ទេវៈអតីតកាលរបស់អេស៊ីបនោះត្រូវបានគេបំផ្លាញចោលហើយដាក់ជំនួសវិញនៅព្រះវិហាររបស់គ្រិស្តសាសនាលុះមកដល់ពេលជនមូស្លីមចូលគ្រប់គ្រងអេស៊ីបនៅក្នុងឆ្នាំ640នៃគ្រិស្តសករាជទីក្រុង Memphis ដែលរងគ្រោះម្ដងមកហើយពីឥទ្ធិពលគ្រិស្តសាសនាត្រូវរងគ្រោះម្ដងទៀតដោយសារតែឥទ្ធិពលរបស់សាសនាអ៊ីស្លាមមូស្លីមបានបោះបង់ចោលទីក្រុង Memphis និងប្រមូលយកធនធានទាំងឡាយដើម្បីកសាងទីក្រុងថ្មីគឺទីក្រុង Cairo ដែលជារដ្ឋធានីបច្ចុប្បន្នរបស់អេស៊ីបទីក្រុង Cairo នេះត្រូវបានជនមូស្លីមបង្កើតឡើងនៅក្នុងសតវត្សទី10នៃគ្រិស្តសករាជសូមជម្រាបថាទីក្រុងបុរាណ Memphis ត្រូវបានគេដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងឆ្នាំ1979វីដេអូនេះនាំមកជូនដោយ Iber Express ស្តង់ដារថ្មីនៃការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាមានរថយន្តគ្រប់ម៉ោងពេលព្រឹកនិងពេលយប់ភ្ជាប់ភ្នំពេញសៀមរាបកំពតកំពង់សោមកោះរ៉ុងសន្លឹមនិងគោលដៅជាច្រើនទៀតទូទាំងប្រទេសសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ជាមួយតម្លៃសម្បត្តិសមរម្យរួមជាមួយនឹង Ibers Premium ផ្ដល់សេវាជួលរថយន្តប្រណិតសម្រាប់បុគ្គលក្រុមហ៊ុនភ្ញៀវ VIP និងការធ្វើដំណើរគ្រប់ប្រភេទ Ibers មិនត្រឹមតែដឹកអ្នកដំណើរប៉ុន្តែយើងដឹកក្តីសង្ឃឹមនៃប្រជាជនកម្ពុជាdownload app Ibers ឬក៏ទំនាក់ទំនង page Ibers ថ្ងៃនេះទី2ទីក្រុងថេបរបស់ប្រទេសក្រិកថេបគឺជាទីក្រុងតែមួយគត់ដែលត្រូវបានគេយកទៅសរសេរយ៉ាងច្រើននៅក្នុងទេវកថារបស់ក្រិកថេបនេះហើយគឺជាស្រុកកំណើតរបស់វីរបុរសក្នុងទេវកថារបស់ក្រិកដែលមានឈ្មោះថា Hercules ដែលត្រូវជាកូនប្រុសទេវៈកាត់មនុស្សរបស់អាទិទេព Zeusថេបគឺជាទីក្រុងបុរាណដែលធំបំផុតនៅក្នុងតំបន់បូវីធៀហើយក៏ជាទីក្រុងដែលប្រឆាំងជាមួយនឹងអាតែននៅកំឡុងនៃការឈ្លានពានពីសំណាក់បាកចូលទៅក្នុងទឹកដីរបស់ក្រិកនៅឆ្នាំ480មុនគ្រិស្តសករាជទីក្រុងថេបបានរីកឡើងនៅក្នុងទេវកថានិងអក្សរសិល្ប៍ក្រិកបុរាណមួយចំនួនដូចជារឿងរបស់ទេវៈសុរានិងសេចក្តីត្រេកត្រអាលដែលមានព្រះនាមថា Dionysus និងខ្សែរឿងរបស់ Oedipusជាអកុសលទីក្រុងដ៏អស្ចារ្យមួយនេះត្រូវបានបំផ្លាញដោយអាធិរាជ Alexander នៅក្នុងឆ្នាំ335មុនគ្រិស្តសករាជក្រោយមកបើទោះបីជាមានការប៉ុនប៉ងកសាងទីក្រុងនេះឡើងវិញក៏ប៉ុន្តែមិនទទួលបានជោគជ័យទេ
នៅក្នុងពេលបច្ចុប្បន្នឯនេះវិញទីក្រុងបុរាណដ៏អស្ចារ្យមួយនេះគេស្ទើរតែមើលលេងឃើញរូបរាងរបស់វាទៅហើយទី3ទីក្រុងបាប៊ីឡូននៅអ៊ីរ៉ាក់បាប៊ីឡូនគឺជាទីក្រុងបុរាណដ៏រុងរឿងបំផុតមួយនៅក្នុងតំបន់មេសូប៉ូតាមីទីក្រុងនេះគឺជាមណ្ឌលពាណិជ្ជកម្មសាសនានិងចំណេះដឹងដែលគ្មានទីក្រុងណាមួយអាចប្រៀបផ្ទឹមបាននៅក្នុងសម័យកាលរបស់វាអ្នកប្រវត្តិសាស្ត្រមួយចំនួនលើកឡើងថាទីក្រុងបាប៊ីឡូនត្រូវបានកសាងឡើងនៅឆ្នាំ1894មុនគ្រិស្តសករាជនិងត្រូវបានបោះបង់ចោលទៅវិញនៅឆ្នាំ1000នៃគ្រិស្តសករាជនៅស្របពេលជាមួយគ្នាអ្នកសិក្សាប្រវត្តិសាស្ត្រមួយចំនួនទៀតបានអះអាងថាទីក្រុងដ៏អស្ចារ្យមួយនេះត្រូវបានបង្កើតឡើងនៅម្ដុំឆ្នាំ2300មុនគ្រិស្តសករាជឯណោះត្បិតថាកាលបរិច្ឆេទកំណើតរបស់ទីក្រុងមួយនេះមិនច្បាស់លាស់ប៉ុន្តែអ្នកប្រវត្តិសាស្ត្រទាំងអស់គ្នាសុទ្ធតែយល់ស្របថាទីក្រុងនេះមានអំណាចដ៏ចំណុចកំពូលគឺនៅក្នុងឆ្នាំ1792មុនគ្រិស្តសករាជនៅក្រោមការដឹកនាំរបស់ព្រះចៅអធិរាជហាមូរ៉ាប៊ីបានប្រែក្លាយទីក្រុងបាប៊ីឡូនទៅជាបរិយារដ្ឋនៅក្រោមការគ្រប់គ្រងកងទ័ពដ៏ខ្លាំងក្លារបស់ព្រះអង្គហើយមូរ៉ាប៊ីថែមទាំងបានបង្កើតច្បាប់នៅក្នុងការគ្រប់គ្រងទីក្រុងនេះទៀតផងដែលច្បាប់នោះគេឲ្យឈ្មោះថាក្រមហាមូរ៉ាប៊ីនៅក្រោយពេលដែលព្រះចៅហាមូរ៉ាប៊ីបានសោយទីមង្គលទៅបាប៊ីឡូនបានធ្លាក់ចុះបន្តិចក៏ប៉ុន្តែបានឡើងមកវិញនៅចន្លោះឆ្នាំ626មុនគ្រិស្តសករាជទៅឆ្នាំ539មុនគ្រិស្តសករាជយ៉ាងណាក៏ដោយមិនយូរប៉ុន្មានទីក្រុងបាប៊ីឡូនដ៏អស្ចារ្យមួយនេះបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅអធិរាជប៉ែកដែលមានព្រះនាមថា Cyrus នៅក្នុងគម្ពីរសាសនារបស់គ្រឹះហើយនិងជ្វីបសុទ្ធតែមាននិយាយអំពីទីក្រុងបាប៊ីឡូនជាពិសេសនោះពាក់ព័ន្ធជាមួយនឹងព្រះវិហារ Bel ហើយនិងសួនច្បារ Hanging Garden of Babylon ក៏ប៉ុន្តែអ្នកសិក្សាប្រវត្តិសាស្ត្រនៅមិនទាន់រកឃើញទីតាំងពិតប្រាកដឬក៏វត្តមានពិតប្រាកដរបស់សួនច្បារ Hanging Garden of Babylon ទេមួយចំនួនចាត់ទុកថាសួនច្បារដ៏អស្ចារ្យមួយនេះគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះនៅក្នុងពេលសប្តាហ៍ថ្ងៃនេះបាប៊ីឡូនគ្រាន់តែជាទីក្រុងបាបែកមួយដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងបាណាតរបស់ប្រទេសអ៊ីរ៉ាក់និងបានចាត់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌរបស់អង្គការ UNESCO នៅក្នុងឆ្នាំ2019ទី4ទីក្រុងអាតែនរបស់ក្រិកអាតែនគឺជាទីក្រុងចំណាស់បំផុតមួយនៅក្នុងចំណោមទីក្រុងចាស់ៗនៅលើភពផែនដីរបស់យើងនេះហើយទីក្រុងមួយនេះមានមនុស្សរស់នៅបន្តកន្ទុយគ្នាជាង 5000 ឆ្នាំមកហើយឈ្មោះរបស់ទីក្រុងអាតែនត្រូវបានគេដាក់តាមទេវៈអាថេណាដែលជាទេពធីតានៃប្រាជ្ញានិងសង្គ្រាមវប្បធម៌របស់ទីក្រុងអាតែនរួមចំណែកសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រវត្តិសាស្ត្ររបស់ពិភពលោករហូតមកទល់នឹងពេលបច្ចុប្បន្នជាពិសេសគឺលទ្ធិប្រជាធិបតេយ្យដែលប្រទេសមួយចំនួនធំអនុវត្តនៅក្នុងពេលបច្ចុប្បន្ននេះត្រូវបានគេជឿថាមានដើមកំណើតចេញពីទីក្រុងអាតែនប្រជាជនគ្រប់រូបនៅក្នុងទីក្រុងអាតែនសុទ្ធតែមានសិទ្ធិបោះឆ្នោតរើសអ្នកតំណាងរបស់ខ្លួននៅក្នុងការដឹកនាំទីក្រុងដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅក្នុងពេលសប្តាហ៍នៅមិនទាន់អស់ទេទីក្រុងបុរាណអាតែនត្រូវបានគេចាត់ទុកថាជាមេដានៃអរិយធម៌របស់ប្រទេសលោកខាងលិចអំណាចដ៏ខ្លាំងក្លារបស់អាតែនកើតឡើងពីគោលបំណងតែមួយនឹងការរួបរวมគ្នានៃនយោបាយហើយនិងកងទ័ពរបស់ភូមិជាច្រើនបញ្ចូលគ្នាសេដ្ឋកិច្ចរបស់អាតែនពឹងផ្អែកទៅលើការធ្វើជំនួញតាមផ្ទៃទឹករួមជាមួយនឹងកសិកម្មនៅក្នុងពេលសប្តាហ៍នេះនៅក្នុងទីក្រុងទាំងមូលរបស់អាតែនមានសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានគេដាក់បញ្ចូលទៅក្នុងអង្គការ UNESCO រហូតដល់ទៅ18កន្លែងទី5ទីក្រុង Persepolis របស់ប្រទេសអារ៉ង់នេះគឺជាទីក្រុងបុរាណដ៏ធំមួយនិងជារាជធានីរបស់ចក្រភពអាខេមេនីតហើយនៅកំឡុងពេលពេញមួយប្រវត្តិសាស្ត្ររបស់ប៉ាកទីក្រុងមួយនេះមិនដែលត្រូវបានគេបោះបង់ចោលនៅឡើយយោងតាមការសិក្សារបស់អ្នកប្រវត្តិសាស្ត្រទៅលើទីក្រុងបាបែកដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ Persepolis ត្រូវបានគេដឹងថាកសាងឡើងនៅឆ្នាំ515មុនគ្រិស្តសករាជហើយវាត្រូវបានគេចាត់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងឆ្នាំ1979ទីក្រុងបាបែក Persepolis មានចម្ងាយ70គីឡូម៉ែត្រភាគឦសាននៃទីក្រុងស៊ីរ៉ាសរបស់ប្រទេសអារ៉ង់បច្ចុប្បន្នទីក្រុងបុរាណមួយនេះត្រូវបានគេកសាងឡើងដោយប្រើប្រាស់រចនាបថអាខេមេនីតហើយនៅក្នុងទីក្រុងនេះមានអគារច្រើនម៉ូដច្រើនបែបដែលសុទ្ធតែជាអគាររបស់រដ្ឋាភិបាលអគារសាសនាអគារសម្រាប់ធ្វើពិធីបុណ្យអគារជាភូមិគ្រឹះរបស់ឥស្សរជនធំៗជាដើមស្ថាបនិករបស់ទីក្រុងមួយនេះគឺព្រះចៅអធិរាជប៉ាក Darius គេបានប្រើប្រាស់រយៈពេល100ឆ្នាំនៅក្នុងការកសាងទីក្រុងនេះឲ្យចប់រួចរាល់
ក្រោយពេលកសាងចប់បើទោះបីជាទីក្រុង Persepolis មិនមែនជាទីក្រុងធំបំផុតរបស់ពេកសម័យបុរាណក៏ប៉ុន្តែហោចណាស់វាជាប់លេខ1ក្នុងចំណោម4ដែលជាទីក្រុងធំបំផុតតើប្រិមិត្តដឹងទេនរណាគឺជាអ្នកកំទេចទីក្រុងនេះចោលគឺព្រះចៅអធិរាជ Alexander ដែលបានវាយកំទេចទីក្រុងនេះនៅក្នុងឆ្នាំ330មុនគ្រិស្តសករាជចាប់តាំងពីពេលនោះមកទីក្រុងនេះត្រូវបានគេបំងចោលហើយត្រូវបានអ្នកសិក្សាប្រវត្តិសាស្ត្ររកឃើញឡើងវិញនៅក្នុងឆ្នាំ1930ទី6ទីក្រុងអាឡេសាន់ដ្រីរបស់អេស៊ីបនៅក្នុងពេលបច្ចុប្បន្ននេះអាឡេសាន់ដ្រីគឺជាទីក្រុងធំបំផុតលំដាប់ទី2របស់អេស៊ីបបន្ទាប់ពីទីក្រុងខេរ៉ូទីក្រុងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ331មុនគ្រិស្តសករាជហើយត្រូវបានគេបង្កើតឡើងធ្វើជាទីក្រុងកំពង់ផែនៅក្នុងសមុទ្រមីឌីទែរ៉ានីអាឡេសាន់ដ្រីមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរហូតចូលទៅជំនួសតំណែងរបស់ទីក្រុង Memphis ក្នុងឋានៈជារាជធានីរបស់អេស៊ីបអាឡេសាន់ដ្រីគឺជាលំនៅដ្ឋានរបស់ Port Lighthouse of Alexandria ដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោម7របស់ពិភពលោកក្រៅពីនេះវាក៏ជាលំនៅដ្ឋានរបស់បណ្ណាល័យដ៏អស្ចារ្យ The Great Library នៅពេលដែលឡើងដល់ចំណុចកំពូល Alexandria គឺជាទីក្រុងដែលមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោកមុនពេលដែលវាត្រូវបានវាយកំទេចដោយពួករ៉ូមក្រៅពីរងគ្រោះដោយការវាយកំទេចរបស់រ៉ូមទីក្រុងមួយនេះក៏រងគ្រោះពីការរញ្ជួយដីច្រើនលើកច្រើនសារផងដែររហូតនៅក្នុងពេលបច្ចុប្បន្ននេះនៅសល់តែបំណែកកំទេចកំទីតែប៉ុណ្ណោះទីក្រុងអាឡេសាន់ដ្រីត្រូវបានដាក់បញ្ចូលជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងឆ្នាំ1979ទី7ទីក្រុងកាតារបស់ទូនីស៊ីកាតាធ្លាប់ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនិងជាទីក្រុងដែលមានការរីកចម្រើនកាលពីសម័យអតីតកាលមានទីតាំងនៅចុងពូជនៃទ្វីបអាហ្វ្រិកបច្ចុប្បន្ននេះស្ថិតនៅក្នុងប្រទេសទូនីស៊ីប្រវត្តិដើមរបស់ទីក្រុងមួយនេះកើតឡើងពីការតាំងទីលំនៅរបស់មនុស្សមួយក្រុមតូចហើយបានខិតខំលូតលាស់คล้ายទៅជាបរិរដ្ឋហើយចុងក្រោយនោះបានคล้ายទៅជាចក្រភពមួយមនុស្សដែលបានបង្កើតទីក្រុងកាតាគឺជាជនជាតិហ្វេនីស៊ីដែលដើមឡើយនោះគ្រាន់តែជានិគមជនដែលមកពីទីក្រុងថៃតែប៉ុណ្ណោះពួកគេផ្ដោតទៅលើការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនៅក្នុងសតវត្សទី7នៃគ្រិស្តសករាជជនជាតិហ្វេនីស៊ីបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រដ្ឋដទៃប៉ុន្តែពួកគេបានប្រឹងប្រែងទទួលបានឯករាជ្យមកវិញធ្វើឲ្យកាតាក្លាយទៅជារដ្ឋដ៏មានអំណាចមួយជាពិសេសនោះគឺផ្នែកកងទ័ពនៅក្នុងតំបន់ការរីកចម្រើននិងរឹងមាំផ្នែកយោធារបស់កាតាបានក្លាយទៅជាការគំរាមកំហែងទៅដល់រ៉ូមមើលឃើញបញ្ហានេះបានលើកទ័ពធ្វើសង្គ្រាមជាមួយនឹងកាតាបង្កើតបានទៅជាសង្គ្រាមពូនីកនៅទីបំផុតកាតាចាញ់ក្រោមដៃរបស់កងទ័ពរ៉ូមនៅក្នុងសង្គ្រាមពូនីកលើកទី3នៅក្នុងឆ្នាំ146មុនគ្រិស្តសករាជទីក្រុងនេះក៏ត្រូវបានរ៉ូមវាយកំទេចចោលរ៉ូមបានវាយបំផ្លាញទីក្រុងនេះឲ្យរាបដល់ដីនិងបានដុតបំផ្លាញឯកសារស្ទើរតែគ្មានសល់ដែលពាក់ព័ន្ធជាមួយនឹងកាតាដូច្នេះហើយប្រវត្តិរបស់កាតាភាគច្រើនត្រូវបានគេទាញចេញពីឯកសាររបស់រ៉ូមនិងក្រិចទៅវិញនៅក្នុងពេលបច្ចុប្បន្ននេះបំណែកបែកបាក់នៃទីក្រុងកាតាត្រូវបានការពារនិងអភិរក្សជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកទី8ទីក្រុងរ៉ូមរបស់អ៊ីតាលីមនុស្សបានចាប់ផ្ដើមតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងទីក្រុងរ៉ូមតាមដងទន្លេ Tiber នៅម្ដុំឆ្នាំ750មុនគ្រិស្តសករាជបន្តិចម្ដងទីក្រុងរ៉ូមបានលាតសន្ធឹងត្រដាងខ្លួនក្លាយទៅជាចក្រភពដ៏ធំមួយដែលបានគ្រប់គ្រងលើដែនដីជាច្រើននៅជុំវិញសមុទ្រមីឌីទែរ៉ានីហើយបានក្លាយទៅជាមហាអំណាចយោធានៅក្នុងតំបន់អឺរ៉ុបយ៉ាងឆាប់រហ័សទីក្រុងរ៉ូមត្រូវបានគេបង្កើតឡើងនៅសតវត្សទី8មុនគ្រិស្តសករាជហើយចក្រភពរ៉ូមបានដួលរលំទៅវិញនៅសតវត្សទី5នៃគ្រិស្តសករាជក្រោយពេលដែលចក្រភពរ៉ូមបានដួលរលំទីក្រុងរ៉ូមក៏បានធ្លាក់ចុះដូចគ្នានៅពេលដែលរ៉ូមឡើងដល់ចំណុចកំពូលនៅក្នុងឆ្នាំ117នៃគ្រិស្តសករាជប្រជាជនរបស់រ៉ូមមានចំនួនដល់ទៅ 20% នៃប្រជាជនទាំងអស់នៅក្នុងពិភពលោកនៅពេលនោះរ៉ូមបានឆ្លងកាត់ទាំងរបបរាជានិយមនិងរបបសាធារណរដ្ឋនៅពេលដែលរ៉ូមមានកងទ័ពខ្លាំងក្លាចាប់ពីសតវត្សទី4មុនគ្រិស្តសករាជរ៉ូមមានគោលបំណងពង្រីកទឹកដីរបស់ខ្លួនដោយឈ្លានពានទៅលើទ្វីបអឺរ៉ុបភាគខាងជើងតំបន់មជ្ឈិមបូព៌ាហើយនិងទូទាំងតំបន់អឺរ៉ុបទាំងមូលនៅក្រៅពេលដែលរ៉ូមយកឈ្នះចក្រភពកាតានៅក្នុងសង្គ្រាមពូនីកលើកទី3រ៉ូមក៏បានក្លាយទៅជាទឹកដីដែលមានកងទ័ពរឹងមាំបំផុតមួយនិងប្រកាន់យករបបផ្ដាច់ការបំផុតនៅពេលដែលរ៉ូមស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិរាជផ្ដាច់ការពីមួយអង្គទៅមួយអង្គបណ្ដាលឲ្យរ៉ូមធ្លាក់ចុះមកវិញ
មូលហេតុចម្បងដែលនាំឲ្យរ៉ូមធ្លាក់ចុះនោះមានទី1សង្គ្រាមស៊ីវិលទី2ការឈ្លានពានពីកងទ័ពនៅខាងក្រៅទី3ជំងឺរាតត្បាតនិងទី4នោះគឺវិបត្តិសេដ្ឋកិច្ចចាប់តាំងពីសតវត្សទី4នៃគ្រិស្តសករាជរ៉ូមបានក្លាយទៅជារាជធានីនៃចក្រភពគ្រីស្ទាននៅក្នុងពេលសប្តាហ៍នេះនៅក្នុងទីក្រុងរ៉ូមមានសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវបានគេដាក់បញ្ចូលទៅក្នុងអង្គការ UNESCO ចំនួន13កន្លែង